ជាសត្វក្តានដែលរត់កាត់ព្រៃស្វែងរកស្ទឹងទឹកប្រលឹងរបស់កូនស្រីឃ្លានចង់ជួបព្រះអង្គខ្លាំងមានតែទ្រង់ទេដែលចិត្តកូនចង់បានមកនៅក្បែរកូនចង់មកអង្គុយថ្វាយបង្គំទ្រង់នៅទីនេះវាជាពេលដែលកូនឈប់សម្រាកពីពិភពលោកឈប់សម្រាកក្នុងទ្រង់ទ្រង់ជាកម្លាំងជួយទប់ទល់រូបកូនចិត្តកូនចូលចាំពួរទ្រង់តែមួយទ្រង់ជាសេចក្តីប្រាថ្នាតែមួយកូនចង់មកថ្វាយបង្គំដល់ទ្រង់ទ្រង់ជាមិត្តភក្តិដោយក៏ជាបងប្អូនរបស់កូនទោះបីជាទ្រង់ជាស្ដេចគ្រប់គ្រងលើលោកទាំងមូលកូនស្រឡាញ់ទ្រង់ខ្លាំងអ្វីទាំងអស់ក្នុងលោកច្រើនជាងរបស់បរដែលកូនធ្លាប់មានក្នុងដៃគ្រាន់តែចង់នៅចិត្តទ្រង់បែបនេះជារៀងរាល់ថ្ងៃនៅចិត្តទ្រង់ជានិច្ចទ្រង់ជាកម្លាំងជួយទប់ទល់រូបកូនចិត្តកូនចូលចាំពួរទ្រង់តែមួយទ្រង់ជាសេចក្តីប្រាថ្នាតែមួយកូនចង់មកថ្វាយបង្គំដល់ទ្រង់មាសឬក៏ប្រាំងវាមិនអាចផ្ដល់ក្តីសុខពិតទេកូនមិនត្រូវការអ្វីក្រៅពីវត្តមានទ្រង់ឡើយស្កប់ស្កល់ក្នុងទ្រង់ទ្រង់ជាកម្លាំងជួយទប់ទល់រូបកូនចិត្តកូនចូលចំពោះទ្រង់តែមួយទ្រង់ជាសេចក្តីប្រាថ្នាតែមួយកូនចង់មកថ្វាយបង្គំដល់ទ្រង់កូនចង់ថ្វាយបង្គំគុំទ្រង់អរទ្រង់